មានអ្នកខ្លះគាត់សួរខ្ញុំតើការហាត់ប្រាណនឹងជួយអីបានខ្លះឃើញមួយថ្ងៃឃើញខំប្រឹងហាត់ម៉េះហើយសម្រាប់សំណួរនេះគឺល្អមែនទែនមនុស្សភាគច្រើនគិតថាការហាត់ប្រាណគឺដើម្បីតែរាងស្អាតតែមួយមុខទេប៉ុន្តែការពិតវាជួយយើងធំ3ចំណុចទៀតទី1ចំពោះរូបរាងវាជួយឲ្យបង្កើនម៉ាស់សាច់ដុំបង្រួមខ្លាញ់ធ្វើឲ្យរូបរាងកាយយើងមានសេពស្អាតនិងមាំមួនទី2ចំពោះសុខភាពខាងក្នុងវាជួយឲ្យបេះដូងនិងសួតយើងខ្លាំងឈាមយើងរត់បានល្អបង្កើតថាមពលធ្វើការងារប្រចាំថ្ងៃមិនងាយហត់ហើយនឹងទី3គឺផ្លូវចិត្តការហាត់ប្រាណរាងកាយយើងបញ្ចេញអរម៉ូនរីករាយជួយបន្ថយភាពតានតឹង stress ពីការងារជួយឲ្យយើងនឹងគេងលក់ស្រួលផងដែរនិយាយទៅវាជួយទាំងរាងកាយទាំងអារម្មណ៍ហើយសម្រាប់ខ្ញុំហាត់ជាប្រចាំខ្ញុំអាចសង្កេតមើលខ្លួនឯងណាពីមុនគឺខ្ញុំស្គមខ្ញុំមើលមុខខ្លួនឯងរៀងចាស់ជ្រួញអញ្ចឹងទៅប៉ុន្តែខ្ញុំហាត់ប្រាណទៅសាច់ខ្ញុំរៀងហាប់ទៅមើលមកខ្ញុំរៀងក្មេងជាងមុនដែរហើយខ្ញុំមិនអួតទេដោយសារតែអ្នកខ្លះគាត់ជួបខ្ញុំខាងក្រៅគាត់ថាខ្ញុំអាយុប្រហែលជា20ក្រាស់ទេតែជាក់ស្ដែងគឺខ្ញុំអាយុ30ក្រាស់ហើយ3-4 ឆ្នាំទៀតចូល40ឆ្នាំហើយអញ្ចឹងខ្ញុំខំប្រឹងហាត់ប្រាណណាព្រោះយើងអាចមើលឃើញថាសុខភាពយើងថ្ងៃមុខគេនៅរឹងមាំអញ្ចឹងទៀតណាអរគុណសម្រាប់អ្នកទស្សនាវីដេអូមួយនេះហើយកុំភ្លេចជួយ share ហើយ follow សម្រាប់វីដេអូបន្ទាប់